ជាដំបូងសូមជម្រាបសួរលោកគ្រូនិងសួស្តីមករួមអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកឡើងslide មួយ the proven framework for setting your strategy ចំណុចទី1នោះគឺ solution analysis មានន័យថាវាគឺជាការវិតម្លៃស្ថានភាពបច្ចុប្បន្នរបស់អាជីវកម្មអ្វីដែលត្រូវធ្វើវិភាគចំណុចខ្លាំងចំណុចខ្សោយមើលថាអ្នកណាជាអតិថិជននៅក្នុងគោលដៅនិងដៃគូប្រកួតប្រជែងរបស់អ្នកចំណុចទី2 objective គឺជាការកំណត់គោលដៅឲ្យបានច្បាស់លាស់អ្វីដែលយើងត្រូវធ្វើនោះគឺការប្រើគោលការណ៍ SMART ជាក់លាក់អាចវាស់វែងបានអាចសម្រេចបានត្រឹមត្រូវនិងមានពេលវេលាកំណត់ឧទាហរណ៍ការចង់បង្កើនការលក់ឲ្យបានប្រហែល20ទៅ30% ក្នុងរយៈពេល6ខែឬក៏1ឆ្នាំអីចឹងទៅរីឯទី3 strategy គឺជាផែនការមួយដើម្បីសម្រេចគោលដៅឬការកំណត់វិធីសាស្ត្រទាក់ទាញអតិថិជនការបង្កើនភាពខុសប្លែកពីគេឬការជ្រើសរើសផ្លូវដែលចំណេញបំផុតចំណុចទី4 testing គឺការជ្រើសរើសឧបករណ៍ឬមធ្យោបាយជាក់លាក់បើនៅក្នុងទីផ្សារ digital វាអាចជាការប្រើ Facebook ការធ្វើ SEO ការបង្កើតមាតិកាផ្សេងឬការផលិតវីដេអូផ្សេងដែលតាក់ទងដើម្បីទាក់ទាញចំណារអារម្មណ៍របស់មនុស្សមួយចំនួនឲ្យចាប់អារម្មណ៍ចំណុចទី5 action ហ្នឹងន័យថាការអនុវត្តតាមអ្វីដែលបានរៀបចំទុកការកំណត់ថាអ្នកណាជាអ្នកធ្វើអ្វីធ្វើនៅពេលណាហើយត្រូវប្រើប្រាស់នៅពេលណាហើយការប្រើប្រាស់ធនធានអ្វីខ្លះដើម្បីឲ្យកិច្ចការដើរទៅមុខដោយរលូនឧទាហរណ៍ការកំណត់ផែនការនេះវាមានសម្រាប់សំខាន់សម្រាប់យើងដើម្បីងាយស្រួលក្នុងការធ្វើអ្វីមួយទៅយើងបានកំណត់ទុកមុនទៅងាយស្រួលឆាប់យល់ឆាប់ដឹងនិងអនុវត្តបានភ្លាមចំណុចទី6 control control ហ្នឹងន័យថាការពិនិត្យមើលថាតើលទ្ធផលដែលទទួលបានហ្នឹងវាស្របតាមគោលដៅដែលយើងបានដាក់ក្នុងចំណុចណាមួយដែរឬទេឬបើមិនទាន់ដល់ទេយើងត្រូវកែសម្រួលត្រង់ណាខ្លះយើងត្រូវត្រួតពិនិត្យកន្លែងណាមួយយើងងាយស្រួលដើម្បីជៀសវាងក្នុងការមានបញ្ហាណាមួយដែលយើងមិនបានចាក់អារម្មណ៍និងត្រួតពិនិត្យឲ្យបានល្អចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលចំណាយពេលស្ដាប់ការបកស្រាយរបស់ខ្ញុំសូមអរគុណ